បាទជំរាបសួរបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការអានហើយនឹងបកប្រែនៅអត្ថបទមួយដែលមានលោក Andy ហើយនឹងអ្នកគ្រូបាទអញ្ចឹងចង់ដឹងថាតើលោក Andy ជាមួយនឹងអ្នកគ្រូនិយាយគ្នាអំពីអ្វីខ្លះបាទតោះសូមមើលខាងក្រោមតែនៅខាងក្រោមមិនមែនមានតែប៉ុណ្ណេះទេបាទគឺមានប៉ុណ្ណេះដល់ទៅ3ដងណាបាទអញ្ចឹងយើងអានបន្តក្រោមដោយសារបង្ហាញ slide ម្ដងនេះគឺប៉ុណ្ណេះឯងតោះសូមមើលគេនិយាយថា 선생님은គាត់និយាយថា 들어오세요 សូមអញ្ជើញចូលមកបាទអញ្ចឹង Andy គាត់និយាយថា 안녕하세요 선생님 ជម្រាបសួរអ្នកគ្រូអញ្ចឹង 선생님 នេះយើងអាចបកប្រែថាលោកគ្រូក៏បានអ្នកគ្រូក៏បានណាបាទអញ្ចឹងគ្រូគាត់ឆ្លើយថា안녕하세요 Andy 씨 ជម្រាបសួរលោក Andy 지난주에 왜 학교에 안 오셨어요? 지난주에 សប្តាហ៍មុន where បកប្រែថាហេតុអ្វី 학교에 បកប្រែថាសាលារៀន an 오셨어요 មិនបានមកបាទជាទម្រង់សំណួរមិនបានមកអញ្ចឹងនៅក្នុងចំណុចនេះជំរាបបកប្រែថាជំរាបសួរលោក Andy កាលពីសប្តាហ៍មុនហេតុអ្វីក៏មិនបានមកសាលារៀនអញ្ចឹង Andy ក៏ឆ្លើយថា 많이 아팠어요 ខ្ញុំឈឺខ្លាំងបើសិនជាយើងបកម៉ានីច្រើននេះគឺបកទៅឈឺច្រើនត្រូវទេចង់និយាយពីគុណសាមមួយសង្កត់ថាឈឺខ្លាំងបាទបើសិនជាយើងបកបានឈឺខ្លាំងសម្រាប់គុណនាមបើយើងបកកាលបានចូលរួមផងមកវាដូចជាពិបាកស្ដាប់សម្រាប់ន័យខ្មែរយើងបានឈឺខ្លាំងបាទយើងបកថាឈឺខ្លាំងបាទ선생님ក៏និយាយថា 어디가 아프셨어요 តើអ្នកឈឺនៅកន្លែងណាបាទ OD នេះ OD ទីណាកន្លែងណា 아프셨어요 នេះមកពីពាក្យដើម아프다 បកប្រែថាឈឺបាទ 아프다 ឈឺហើយគេលុបដាចេញបូកជាមួយទម្រង់វេយ្យាករណ៍C បាទហើយ C នេះជាទម្រង់គួរសមហើយ C នឹងបូកជាមួយនឹងទម្រង់អត់សយោទៀតមកជា 셨어요 បាទអញ្ចឹងជាទម្រង់សំណួរបែបគួរសមខ្លាំង어디가 아프셨어요? តើអ្នកឈឺនៅកន្លែងណា 열이 많이 났어요. គឺគ្រុនក្តៅខ្លាំង 그리고 목도 많이 아팠어요. ហើយនឹងឈឺកខ្លាំងផងដែរបាទអញ្ចឹងមកនេះបកប្រែថាកតោនេះបកប្រែថាផងដែរ 많이 បកប្រែថាខ្លាំង 아팠어요 បកប្រែថាឈឺ 그리고 ហើយនឹងឈឺកខ្លាំងផងដែរ 지금은 괜찮으세요? ឥឡូវនេះតើមិនអីទេមែនទេសម្រាប់ពាក្យ 괜찮다 គ្មានបញ្ហា 괜찮아요 មិនអីទេគ្មានបញ្ហាទេបាទឥឡូវនេះគ្មានបញ្ហាទេមែនទេបាទតែយើងបកអញ្ចឹងវាដូចជាពិបាកយល់ដែរឥឡូវហ្នឹងតើមិនអីទេមែនទេបាទយើងបកអញ្ចឹងវិញឥឡូវហ្នឹងតើអ្នកមិនអីទេមែនទេ 아니요 아직 목이 좀 아파요 아니요 បកប្រែថាទេ 아직 បកប្រែថានៅឡើយ 모기 좀 아파요. 모기 ក៏ជុំបន្តិច 아파요 ឈឺនៅឈឺកបន្តិចបាទនៅឈឺកបន្តិចតោះសូមមើលខាងក្រោមទៀតបាទអត្ថបទតែមួយនឹងបន្តពីខាងលើនឹងឯងបាទអញ្ចឹងគ្រូគាត់និយាយថា 병원에는 가셨어요. តើអ្នកបានទៅមន្ទីរពេទ្យដែរទេ 병원 នេះបកប្រែថាមន្ទីរពេទ្យបាទ 가셨어요 តើបានទៅ 네, 집 근처 내과에 갔어요. 네,បាទ집 근처 ក្បែរផ្ទះ 내과 នេះគឺបកប្រែថាពេទ្យផ្នែករោគខាងក្នុងបាទពេទ្យផ្នែករោគខាងក្នុងពេទ្យបាទពិនិត្យផ្នែកសុខភាពខាងក្នុងដូចជាកាពះពោះវៀនអីចឹងណាបាទទាក់ទងទៅនឹងគ្រឿងក្នុង갔어요 បានទៅពេទ្យផ្នែកខាងសរីរាង្គខាងក្នុងនៅក្បែរផ្ទះ 그런데 아직 안 나았어요. 본데 그런데 아직 នៅឡើយ 안 나았어요. 안 នេះបកប្រែថាមិន 나았어요 ជាតែយើងបក 안 ចូលមក 안 나았어요 មិនជាប៉ុន្តែមិនទាន់ជានៅឡើយទេបាទ 그러세요? ឬ 따뜻한 물을 많이 드세요. 따뜻한 ដែលកក់ក្ដៅ
បើយើងបកតាទិដ្ឋានអត់ត្រូវទេសម្រាប់ពាក្យនេះគេនិយាយតាទិដ្ឋានមូលតាទិដ្ឋានមូរីសំទោសតាទិដ្ឋានមូរិលម៉ានីធិសេអសូមពិសាទឹកដែលក្តៅនឹងឲ្យបានច្រើនសម្រាប់ក្តៅនេះគឺមិនមែនក្តៅខ្លាំងទេសម្រាប់ពាក្យតាទិដ្ឋាតានេះគឺក្តៅល្មមក្តៅអ៊ុនបាទក្តៅខ្លាំងគឺថប់តាបាទ Kirigo ភូកស៊ីសេអហើយនឹងសូមសម្រាឲ្យបានល្អអញ្ចឹងសម្រាប់ពាក្យថា Kirigo នេះបកប្រែថាហើយនឹងភូកនេះគឺបកប្រែថាឲ្យល្អណាបាទច្រើនប្រើជាមួយពាក្យស៊ីដាសម្រាណាបាទភូកស៊ីសេអសូមសម្រាឲ្យបានល្អបាទអញ្ចឹងល្អចឹងគេប្រើពាក្យឈូតថាបាទនេះអាកេសយបាទខ្ញុំដឹងហើយខ្ញុំយល់ហើយ 그런데 NDC 다음 주에 시험을 볼 거예요. 번달 NDC log and D 다음 주에 사프다 크라운 시험을 볼 거예요. បាទសិស្សខ្លះគាត់តែងច្រឡំ시험ប្រឡងបាទដល់ពេល full coeo ក៏បកថានឹងមើលអត់ត្រូវទេសម្រាប់ពាក្យ siomel poda ហ្នឹងគឺបកប្រែថាប្រឡងបាទ siomel full coeo នេះបកប្រែថានឹងប្រឡងបាទហើមជូសប្តាហ៍ក្រោយនឹងប្រឡងនៅសប្តាហ៍ក្រោយប៉ុន្តែលោក Andy នឹងមានការប្រឡងនៅសប្តាហ៍ក្រោយបាទបន្តមក Andy ថា siomyo ប្រឡងមែនទេ 어떻게 해요 តើធ្វើយ៉ាងម៉េចទៅ 저는 공부 안 했어요. ខ្ញុំមិនបានរៀនទេ 걱정하지 마세요. សូមកុំព្រួយបារម្ភអី 걱정하다 ហ្នឹងគឺបកប្រែថាព្រួយបារម្ភប៉ុន្តែនៅពេលដែលយើងបូកវេយ្យាករណ៍ G maseyo មកគឺបកប្រែថាសូមកុំណាបាទ 걱정하지 마세요 សូមកុំព្រួយបារម្ភ 내일 복습할 거예요. នៅថ្ងៃស្អែកខ្ញុំនឹងរំលឹកមេរៀនឡើងវិញ NDC 내일 학교에 꼭 오세요. លោក Andy នៅថ្ងៃស្អែកសូមមកសាលារៀនបាទដល់សូមមើលខាងក្រោមទៀតនេះក៏បន្តពីខាងលើទៀតដែរណាបាទមានចំណុចថ្មីទេបាទ Andy ថា Xiaomi 다음 주 언제예요 ប្រឡងនៅសប្តាហ៍ក្រោយតើពេលណា 월요일이에요 គឺថ្ងៃច័ន្ទ 네 알겠어요 បាទខ្ញុំដឹងហើយ 선생님 안녕히 계세요 អ្នកគ្រូខ្ញុំជម្រាបលា 안녕히 가세요 ជម្រាបលា NDC 빨리 나으세요 លោក Andy សូមជាឲ្យបានលឿនបាទអញ្ចឹងអត្ថបទសន្ទនាដែលមានគ្រូហើយនិងសិស្សគឺបានបញ្ចប់ហើយណាបាទអញ្ចឹងចង់សម្ដៅទៅលើសិស្សអាខាននៅក្នុងការរៀនហើយមកជួបគ្រូបាទហើយគ្រូក៏សួរនាំពីការឈឺហើយនឹងប្រាប់ពីការប្រឡងហើយនឹងត្រូវរៀនត្រៀមសម្រាប់ត្រៀមមុនការប្រឡងហ្នឹងណាបាទអញ្ចឹងបើសិនជាសិស្សចង់សិក្សាអត្ថបទល្អៗបែបនេះគឺអាចចុះឈ្មោះសិក្សាបានមួយខែ$10បាទរៀនម៉ោង5ដល់ម៉ោង6ពេលល្ងាចបាទម៉ោងនៅខ្មែរយើងហ្នឹងបាទហើយសម្រាប់ការរៀនគឺរៀនផ្ទាល់តាមរយៈកម្មវិធី Google Meet បាទរៀនសិស្សអានបកប្រែបានភ្លាមបាទហើយរាល់ការអានបកប្រែខុសខ្ញុំជាគ្រូជួយប្រាប់ជួយបញ្យល់ដូចជាអត្ថបទអញ្ចឹងគឺខ្ញុំអត់បានបកទាំងអស់ឲ្យសិស្សទេគឺខ្ញុំបកតែពាក្យមួយឲ្យសិស្សហើយសិស្សរៀនឃុំជាប្រយោគបកប្រែដោយខ្លួនឯងមានខ្ញុំជាគ្រូជួយប្រាប់ជួយបញ្យល់បន្ថែមរាល់ការបកប្រែឬក៏អានខុសបាទដូចយើងរៀននៅសាលាអញ្ចឹងណាបាទហើយសម្រាប់ការរៀនហ្នឹងគឺអត់រំខានទេមានសិស្សច្រើនសិស្សរបស់ទុន8នាក់ទៅ10នាក់បាទអញ្ចឹងអ្នកណាដែលអាចសិស្សម្នាក់ណាដែលអាចគឺគាត់បើកសំឡេងឲ្យអានឲ្យគឺបិទវិញបើកសំឡេងគឺអត់មានភាពរំខានឬក៏រញ៉េរញ៉ៃទេបាទជាចុងក្រោយអរគុណសម្រាប់ការទស្សនានៅវីដេអូនេះបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណជម្រាបលា